បងប្អូនដែលសម្រាប់នៅតាមបណ្ដាមន្ទីរពេទ្យនានាសូមបង្កើននៅការប្រុងប្រយ័ត្នឲ្យមែនទែនបងប្អូនជាពិសេសសម្ភារៈក៏ដូចជាលុយកាក់មួយចំនួនរក្សាទុកឲ្យមានសុវត្ថិភាពកាលពីពេលថ្មីនេះនារីសាច់សកចេញជាចៅស្រីដល់ល្បីដៃឆ្នើមលួចមិនរើសមុខឥឡូវនេះត្រូវបានវាស់កម្ពស់ហើយក្នុង1.49 ម៉ែត្រហើយក្នុងនោះយើងបានពិនិត្យឃើញមានសារធាតុញៀនដែលលួចគ្រប់កន្លែងគ្រប់មន្ទីរពេទ្យជនឆ្លៀតឱកាសបែបនេះបងប្អូនមើលចិត្តមិនធ្លុះនោះទេសូមបងប្អូនបង្កើតនៅការប្រុងប្រយ័ត្នឲ្យមែនទែនករណីចៅស្រីល្បីឈ្មោះអស់លះចូលលួចទូរស័ព្ទនិងលុយកាក់តាមមន្ទីរពេទ្យដែលបងប្អូនមួយចំនួនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយក៏មានការធ្វេសប្រហែសត្រូវបាននារីចៅស្រីស្រស់ស្អាតសាច់សោកចេញចូលលួចរបស់របរខ្ទេចខ្ទីគ្មានសល់កាលពីពេលថ្មីកន្លងមកនេះនៅរាជធានីភ្នំពេញនៅមន្ទីរពេទ្យសម្រាប់ព្យាបាលសុខលៀបមេត្រីផ្លូវ360សង្កាត់បឹងគីកងទី1ខណ្ឌបឹងគីកងរាជធានីភ្នំពេញត្រូវជនសង្ស័យដែលជាចៅស្រីសាច់សោកចេញចូលលួចទូរស័ព្ទដៃនៅវេលាម៉ោង4 ទីភ្លឺបាទនៅម៉ោង4 ទីភ្លឺដោយបានសម្រេចរួចមកក៏ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលជាអ្នកជំងឺសម្រាប់នៅមន្ទីរពេទ្យព្យាបាលសុខលៀបមេត្រីនោះផងដែរឥឡូវនេះគឺចាប់ខ្លួនបានហើយប៉ុន្តែអ្វីដែលគួរផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋនោះគឺសូមបងប្អូនបង្កើននៅការប្រុងប្រយ័ត្នឲ្យមែនទែនចំពោះការដែលទុកសម្ភារៈផ្សេងពេលដែលសម្រាប់នៅមន្ទីរពេទ្យឥឡូវនេះគឺមានច្រើនណាស់ជនឆ្លៀតឱកាសហើយយើងមើលចិត្តមិនធ្លុះនោះទេរូបរាងស្អាតបាតស្រស់សោភាប៉ុន្តែចិត្តវិញគឺមើលមិនដឹងនោះឡើយដូច្នេះហើយសូមបងប្អូនបង្កើតនៅការប្រុងប្រយ័ត្នឲ្យមែនទែនខ្ញុំបាទមេសារាក៏សូមធ្វើការបញ្ចប់ព័ត៌មានមួយនេះតែប៉ុណ្ណេះជួបគ្នាជាមួយនឹងខ្ញុំបាទមេសារានៅក្នុងព័ត៌មានបន្ទាប់សូមអរគុណនិងសូម